លោកម្ចាស់សៀវអរគុណច្រើនបាទសៀវលីងជាឯងចាំមើលទៅលោកម្ចាស់ស្ថានភាពនៃការដេញថ្លៃគឺបែបនេះប៉ាតែងឲ្យឯងហេតុអីឯងមិនសប្បាយចិត្តទៅវិញប៉ាអាកូនអកតញ្ញូលុតជង្គង់ចុះហាលុតជង្គង់ចុះលុតជង្គង់ចុះវត្ថុដេញថ្លៃតម្លៃរាប់លានឯងហ៊ានចាយ50លានធ្វើឲ្យតកូលសៀវអាម៉ាស់មុខខ្លាំងណាស់យល់ទេប៉ាសៀវឲ្យចកូនស្រីខ្ញុំទិញអំណោយឲ្យនាងហើយចាយលុយច្រើនបន្តិចផ្ទះយើងក៏មិនខ្វះលុយដែរឯងនេះហ៊ានប្រកែកជាមួយយើងទៀតឯងដើម្បីតែកូនចិញ្ចឹមម្នាក់ហ៊ានធ្វើបាបកូនបង្កើតរបស់ខ្លួនឯងធ្វើនេះវាស័ក្តិសមជាឪគេទេណាលោកតាកុំខឹងលោកប៉ានិយាយថាលោកតាចូលចិត្តភាសានំល្ងលោកតាភាសាទៅភាសាឲ្យឡើងខឹងហើយទូពិតជាចេះគិតមែននៅតូចសោះក៏ចេះសំគួរចេញទៅលេងខាងក្រៅក៏នឹកឃើញលោកតាដែរពិតជាល្អណាស់ចៅលោកប៉ាឥឡូវនេះខ្ញុំជាសះស្បើយហើយគួរតែអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញឆ្លៀតពេលរលុយសម្រាប់ទូចាយខ្លះមិននឹកស្មានសោះឯងស្ងាត់ស្ងៀម5ឆ្នាំមកហើយនៅតែមានចិត្តចង់ទៅមុខមើលទៅទូពិតជាផ្កាយសំណាងនៃតកូលសៀវមែនត្រូវហើយគម្រោងសហការជាមួយនឹងក្រុមហ៊ុនសុងជាងឯងទទួលខុសត្រូវប៉ារឿងក្រុមហ៊ុនខ្ញុំអាចដោះស្រាយខ្លួនឯងបានម្យ៉ាងវិញទៀតរឿងគម្រោងក្រុមហ៊ុនសុងជាងខ្ញុំបានតាមដានជាកន្លះឆ្នាំហើយមិនក៏បកគលឲ្យគេទៅវិញហេតុអីព្រោះតែឯងនេះកន្លះឆ្នាំហើយនៅតែមិនអាចសម្រេចគម្រោងនេះបានលោកប៉ាគម្រោងនេះតម្លៃទីផ្សារ480លានការងារច្រើនណាស់ម្យ៉ាងទៀតប្រធានសុងជាមនុស្សពិបាកដោះស្រាយលោកប៉ាកុំលំអៀងទៅប្អូនទី2ហើយមើលអត់ឃើញការខំប្រឹងរបស់ឈីមីងបែបនេះយើងបានសម្រេចហើយប៉ាអរគុណបងប្រុសដែលប្រគល់គម្រោងមកឲ្យខ្ញុំណាឯងគិតថាគម្រោងងាយស្រួលយកមែនទេបងប្រុសគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាងបាត់បង់ទំនុកចិត្តពីលោកប៉ាហើយតំណែងអ្នកស្នងមរតកនៅតែចង់អង្គុយទៀតមែនទេលោកប៉ាយើងទៅណាយើងទៅមន្ទីរពេទ្យជួបជាមួយនឹងមីងម្នាក់ប៉ាមានកិច្ចសហការសំខាន់មួយជាមួយគាត់លោកម្ចាស់ទី2នេះគឺជាឯកសារស៊ើបអង្កេតរបស់ក្រុមហ៊ុនជាងក្នុងកំឡុងពេលលោកស្រីសុងរងចាំសម្រាប់កូនកិច្ចការនៅក្នុងក្រុមហ៊ុនទាំងអស់ត្រូវបានប្តីរបស់គាត់ឈិនស៊ឺមីគឺជាអ្នកសម្រេចកន្លះឆ្នាំមកនេះលោកសាបានចំណាយពេលវេលាជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយលោកឈិនស៊ឺមីទៅមើលស្ថានភាពសិន